về đọc nghe video nàyគឺយើងធ្វើការរៀនទៅលើ basic command ទៅដែរអញ្ចឹងមុននឹងការបើកទៅ basic command គឺយើងធ្វើការ remote តាម SSH ចូលទៅកាន់ server របស់យើងអញ្ចឹងគឺយើងត្រូវការ check who am I check IP ដើម្បី remote ទៅ username SSH IP 4 192 8 74 ខុស password ចូលសូម remote សាថ្មីចាំមិនខុស password នេះ SSH 192 168 អូខេឥឡូវចូលហើយនេះយើងថ្ងៃនេះយើង check user ទៀតហ្នឹងគឺថាច្បាស់ថាយើងអត់គឺយើងហ្នឹងកំពុងធ្វើការនៅណាហើយក្នុងវីដេអូនេះគឺ comment របស់យើងទី1គឺយើងធ្វើការ check ទៅលើឈ្មោះរបស់ computer ដោយថា who am I នេះគឺ check username ទេតែយើងមាន host name computer យើង check ទៅលើ computer ជា computer គេហើយបន្ទាប់មកយើងមាន command ដូចជា touch file ដដែលគឺយើងខ្ញុំធ្វើការ check pwd ដដែលមិញ pwd ដែរ s មើលចឹងក្នុងនេះអត់មានទៅមានអីទេគឺទៅទេចឹងខ្ញុំធ្វើការ touch file មួយ sudo touch ខ្ញុំដាក់ app.txt បង្កើត file touch មួយអូខេចឹង ls ម្ដងទៀតយើងឃើញមាន file app ទៀតតែយើងចង់មើលឲ្យទៅវាយបើចេះក៏បានដែរមួយទៅលាយនេះមាន file app.txt មួយ0បើថាអត់មានសាយអីវាអត់មានអីអស់អញ្ចឹងយើងអាចធ្វើការវាយ command មួយទៀតគឺ nano ហើយទៅកែ file នឹងហ្មងអូណាតោះ nano យើងចូលទៅដល់ក្នុង file មកយើងសរសេរអីមក hello everyone ចឹងយើងធ្វើការ control x ហើយចុច y ហើយយើង enter មកណា control x yes enter អូនេះ exit ធម្មតាដោយសារតែមុនហ្នឹងខ្ញុំបានដាក់ sudo ពីមុខចាំនេះមាន exit no y sudo nano add ជាគេនេះ hello everyone control x y enter ចាំមិញខ្ញុំបាន y sudo ទៅតែ admin បានវាឲ្យធ្វើការអញ្ចឹងយើងចូលទៅឆែក nano ធម្មតាចូលទៅឆែកអាហ្នឹងបាត់ file នេះ hello everyone អូខេចូល x មកអញ្ចឹងយើងចង់បន្តថានៅពេលដែលអ្នកនរគ្នាចង់ remove file ហ្នឹងគឺយើងមាន command rm ហើយជាមួយនឹង file name ឧទាហរណ៍យើង ls មើលls.lx ដល់វាឡើង15ហើយ total 4.0k បែរថា4 kilobyte បន្ទាប់មកយើងធ្វើការចង់ឧទាហរណ៍យើងចង់លុបនេះឥឡូវវាមាន file ហើយចង់លុបយើងវាយ rm ហើយឈ្មោះ file មកយើងនឹងលុប file ហ្នឹងហើយនេះយើង ls មើលទៀតណាថាវានៅអត់ទៅបាត់ហើយអញ្ចឹងមួយទៀតគឺយើងធ្វើការ make directory ជា ខ្ញុំដាក់ឈ្មោះ app ដែរហើយដាក់ db អញ្ចឹងយើងធ្វើការឆ្លៃទៀតហើយយើងឃើញនេះ app db អញ្ចឹងយើងមានអាហ្នឹងយើងចង់លុប sudo remove
directory này remove directory hết directory name enter thấy ls tiếp ls 10 về tiếp đấy rồi ls chứ này ta bật này chứ nên tất cả chứ như miền là comment chẳng tiếpបន្ទាប់ពីអញ្ចឹងហើយយើងឃើញថាវាច្រើនហើយយើងចង់ clear អញ្ចឹងគឺយើងឲ្យ comment clear គឺវាទៅអស់អញ្ចឹងយើងចូលទៅដល់ monitoring របស់យើងគឺយើងមានជាមួយនឹងដំបូងគឺ ad hoc វាដូច task manager របស់យើងអញ្ចឹងវា ad hoc អញ្ចឹងយើងចូលមកយើងមានឃើញនៃ CPU គឺ memory និង RAM របស់យើងហ្នឹងយើងឃើញហើយចេញជា F10 មកដើម្បីចេញពីហ្នឹងនៅពេលដែលយើងមើលហើយអញ្ចឹងយើងមាន top មួយទៀតដើម្បីមើលទៅលើ process ដែលកំពុងនៅហ្នឹង real time system process monitor មើល CPU មើល memory ហើយមើលអី run នៅក្នុងហ្នឹងអូខេយើងចុច Ctrl C មកយើងបិទវាវិញហើយយើង clear ឲ្យវាស្អាតតែមកយើងមាន comment ទី3គឺ df .h គឺយើងមើលទៅលើstorage របស់យើងដូច drive D drive អីshow ទៅលើ storage ប្រើប្រាស់ storage ហ្នឹងគឺយើងកំពុងតែប្រើប្រាស់មានដូច storage ប៉ុណ្ណឹង folder ប៉ុណ្ណឹងគឺយើងប្រើប្រាស់ហើយ comment ដែលបង្ហាញទាក់ទងទៅលើនឹង storage គឺយើងមានបន្តទៀតតែឥឡូវយើងខ្ញុំធ្វើការ check ទៅលើ RAM យើងមានលើ RAM របស់យើងនេះ total ទាំងអស់ប៉ុណ្នេះ free ប៉ុណ្នេះប្រើប៉ុណ្នេះអូខេហើយធ្វើការ check ទៅលើ hard disk របស់យើងដែល hard disk partition ដែលខ្ញុំនិយាយមុនហ្នឹងដែលខំហ្នឹងគឺយើង ls list ហើយយើងធ្វើការវាយមិន dlk check ទៅនេះគឺមានប៉ុណ្ណឹងមាន PG PG អូខេហើយមួយមកហើយយើងមាន command មួយទៀតនៅពេលដែលយើងចង់ care ទៅលើ process ណាមួយតែឥឡូវដោយសារតែយើងអត់មាន service API ឬក៏ front end run លើ server យើងទេយើងវាអត់មានទេអញ្ចឹងយើងមានតែបង្ហាញ command care នឹងមកយើងណាញហើយយើងដាក់ ID របស់ process របស់យើងតែឥឡូវខ្ញុំអត់មាន process មួយណាអញ្ចឹងយើងមានតែដាក់ ID វាទេចោលអញ្ចឹងវាប្រាប់ឯនេះ no such process ចឹងយើងថា care ហ្នឹងហើយ command របស់យើងគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងយើងធ្វើការវាយ sudo shut down now ខ្ញុំមើលវាយទៅបិទចឹងអូខេជាងយើងធ្វើការបិទវាទៅយើងចប់ហើយវីដេអូយើងទៅប៉ុណ្្នឹងឯងថតគុណអ្នកនរគ្នាបើមើលវីដេអូឯង